បាទអនុញ្ញាតគ្រប់ជំរាបសួរបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំបាទសូមលើកយកពាក្យពាក់ព័ន្ធជាមួយនឹងបញ្ហាធនាគារគឺការផ្ទេរប្រាក់ឬក៏ដកប្រាក់បាទគឺធនាគារនឹងខាងគណនេយ្យបាទថោសៀនអ៊ីងហាងខ្វៃជីកជីងរងគឺហុយបាទគឺពាក្យសម្រាប់ប្រើប្រាស់ពិសេសធនាគារហើយនឹងគណនេយ្យបាទអញ្ចឹងយើងចូលពាក្យយើងតែម្ដងបាទពាក្យទី1គឺយើងនិយាយថាឈុនគ្រាន់បាទឈុនគ្រាន់គឺដាក់ប្រាក់ហើយពាក្យទី2គឺឈឺគ្រាន់នឹងគឺដកប្រាក់បាទហើយពាក្យទី3នោះគឺជួនចាងគឺយើងពេលប្រាក់ឬក៏បាញ់លុយបាទពេលប្រាក់ឬក៏បាញ់លុយពាក្យទី4គឺសាវម៉ាហ្នឹងគឺ scan code បាទ scan code ហ្នឹងគឺសាវម៉ាហើយពាក្យទី5ហ្នឹងគឺជាធូនោះគឺរូបភាព screenshot បាទរូបភាព screenshot ដែលយើងបានបាញ់លុយឲ្យគេហើយហ្នឹងហើយលោតរូបភាពមកគឺយើងថាជាធូបាទរូបភាព screenshot ពាក្យទី6នេះគឺជួនចាងជាធូបាទជួនចាងជាធូបាទរូបភាព screenshot បាទហើយគឺយើងបាញ់ឲ្យគេហ្នឹងគឺរូបភាព screenshot បាញ់លុយបាទជួនចាងជាធូបាទពាក្យទី7គឺវៃម៉ានេះគឺ QR code បាទពាក្យទី8នេះគឺជួនចាងឆឹងកងបាទជួនចាងឆឹងកងគឺការផ្ទេរប្រាក់បានជោគជ័យបាទហើយពាក្យទី9នេះគឺជួនចាងស៊ឺប៉ៃបាទជួនចាងស៊ឺប៉ៃគឺប្រែមកថាការផ្ទេរប្រាក់បានបរាជ័យបាទការផ្ទេរប្រាក់បានបរាជ័យពាក្យទី10បាទពាក្យទី10គឺវ៉ាន់ឆឹងនេះគឺនៅពេលយើងផ្ទេរប្រាក់ហើយគឺវ៉ាន់ឆឹងបានថាយើងរួចរាល់ឬក៏ជោគជ័យបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមលើកយកចំនួន10ពាក្យដើម្បីចែកជូនបងប្អូនដើម្បីសិក្សារៀនសូត្រទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាហើយក៏សូមអរគុណសម្រាប់ការចូលរួមស្ដាប់និងចូលរួមទស្សនារៀនភាសាចិនទាំងអស់គ្នាដើម្បីកែប្រែជីវិតនិងកែប្រែជីវភាពគ្រួសារទាំងអស់គ្នាអរគុណច្រើនសូមជម្រាបលាកណាត់ពេញសាមនិជីបាមិនស្ងស្រងកណាត់ពេញ